ឥឡូវយើងមកបន្តទៀតអញ្ចឹងពេលដែលយើងបានខាតហើយឧទាហរណ៍ថាឥឡូវខ្ញុំចង់ធ្វើជា column វិញម្ដងអញ្ចឹងយើងមានកាតហើយយើងមាន space បើន័យថាអ្នក space នេះជាមួយនឹងអក្សរនេះបើសិនជាខ្ញុំអត់មាន space ទេបើសិនជាខ្ញុំលុប space ចេញកាតនិងអក្សរនេះគឺវានៅគៀកគ្នាអញ្ចឹងភាគច្រើនគឺគេប្រើ space ដើម្បីឲ្យវាមានមើលទៅវាស្អាតតោះឥឡូវយើងមកមើលបន្តទៀតយើងមាន row ហើយអញ្ចឹងខ្ញុំនឹង example មួយទៀតគឺ column វិញម្ដងអញ្ចឹងខ្ញុំនឹងប្រើ con មួយទៀតគឺ space នឹងឯងយើងប្រើ space មួយទៀតគឺ side box ហើយយើងប្រើ height ឥឡូវខ្ញុំប្រើ20ដែរដូចខាងលើដែរហើយខ្ញុំប្រើក្បៀសខាងក្រៅអូខេអញ្ចឹងបន្ទាប់មកយើងប្រើ column វិញម្ដងអញ្ចឹង column នេះគឺវាជាកាតឥឡូវខ្ញុំប្រើជាកាតដដែលគឺជា profile ដែលយើងអាចដាក់ធ្វើកាតរបស់យើងហ្នឹងអញ្ចឹងនៅក្នុង tab យើងមានគ្នាបមួយនៅក្នុងនេះយើងប្រើ evaluation ឧទាហរណ៍ថាយើងចង់មានប្រមាណ row ប្រមាណ column ជួរឈរណាខ្ញុំដាក់4ចុះហើយបន្ទាប់មកទៀតយើងប្រើពាក្យ shape របស់យើងអាចថា round ចុះឧទាហរណ៍យើងប្រើពាក្យ round rectangle border នេះបើន័យថាเกมជុំវិញនេះគឺវាមានលក្ខណៈ round វាអត់ជ្រុងទេវាមានលក្ខណៈជាមូលហើយបន្ទាប់មកទៀតយើងអាចប្រើទៅលើ border radius នេះឥឡូវយើងដាក់ថាប្រមាណ radius របស់យើងមុននឹងយើងដាក់គឺយើងត្រូវប្រើ radius មួយទៀត border ហើយយើងប្រើពាក្យ radius កន្លែងនេះគឺខ្ញុំនឹងប្រើ circular ហើយចំនួនគឺយើងប្រើ15នេះគ្រាន់តែជាឧទាហរណ៍ទេយើងអាចដាក់ប៉ុណ្ណាក៏អាស្រ័យទៅលើយើងទៅឥឡូវអូខេអញ្ចឹងបន្ទាប់មកតើពីយើងបាន radius ហើយឧទាហរណ៍ថាខ្ញុំ save តើវាអត់ទាន់ចេញជារូបរាងអីទេព្រោះថាវាអត់ទាន់មានកាតពណ៌អីនៅក្នុងនោះទេឥឡូវយើងមកចាប់ដើម build child របស់យើងព្រោះថាវាអត់ទាន់មាន child បានវាអត់ទាន់បង្ហាញនឹងឯងតោះឥឡូវយើងចាប់ដើមពី child របស់យើងនៅក្នុង child នេះគឺវានៅក្រៅរង្វង់នេះវាអត់នៅក្នុង shape នេះទេ child របស់យើងអញ្ចឹងឥឡូវខ្ញុំសុំសរសេរចុះ child ហើយ pending របស់ child របស់យើងគឺវាអាចថាអូខេសូមចាំបន្តិចយើងប្រើពាក្យ con មកអញ្ចឹង child របស់យើងមាន padding របស់យើងប្រើដូចមុនដែរគឺ age insert សារនេះគឺខ្ញុំប្រើ insert all ទៅដើម្បីឲ្យវា insert ជុំវិញទាំងអស់ហើយខ្ញុំប្រើ value របស់យើងគឺយើងប្រើ16អីបានហើយយើងក្បៀសមួយមកខាងក្នុងនេះបន្តមកទៀតគឺយើងប្រើ child មួយទៀតដែលន័យថានៅក្នុង child នៅក្នុងជា padding ហើយយើងមាន child មួយទៀតគឺ child សម្រាប់យើងដាក់ content នឹងឯងឥឡូវនៅក្នុង child នេះគឺយើងប្រើ column ហើយនៅក្នុង column នេះគឺយើងមាន children ដូចលើកមុនដែរដែលយើងប្រើបន្ទាប់ពីយើងប្រើ children ហើយយើងប្រើ icon ហើយយើងខាងក្នុងនេះគឺខ្ញុំសូមប្រើ icon អក្សរធំ icon យើងមាន s ហើយយើង dot មកយើងប្រើឧទាហរណ៍ថា person អូខេហើយបន្តមកទៀតយើងអាចនឹងក្បៀសមួយហើយយើងប្រើ style size វាយើងចង់បានប៉ុណ្ណាឥឡូវខ្ញុំសូមដាក់60ចុះអញ្ចឹងនៅក្នុងនេះយើងមាន60
size នៃ icon ហ្នឹងហើយបន្ទាប់មកខ្ញុំដាក់ពណ៌ឥឡូវខ្ញុំប្រើពណ៌ blue ចុះខ្ញុំប្រើពាក្យពណ៌ blue បើនេះថាយើងត្រូវពេលដែលយើងសរសេរ color ហើយយើងត្រូវប្រើពាក្យ color មួយទៀតបានដោត color មួយទៀតគឺយើងប្រើអក្សរធំហើយយើងមាន s នៅខាងចុងដែរហើយគ្នាបរបស់យើងគឺយើងប្រើនៅខាងក្រៅអូខេហើយបន្ទាប់មកទៀតយើងមាន icon ហើយឥឡូវយើង add space វាបន្តិចទៅកុំឲ្យវាជាប់គ្នាពេកយើងមាន size box sorry យើងមាន size box មិននេះទេ size box ហើយយើងប្រើ height ដូចទៅមុនហើយ size នេះគឺខ្ញុំប្រើខ្ទង់តែ10បានហើយ space របស់វាបន្ទាប់មកទៀតយើងប្រើអក្សរវិញម្ដងឥឡូវយើងចាប់ផ្ដើមដោយ text របស់យើងតែយើងចង់បាន text អីយើងគ្រាន់តែប្រើថ្មិញកដោមកហើយខ្ញុំសរសេរឧទាហរណ៍ថា John sorry John Leo ចឹងខ្ញុំដកនេះមួយមកវាគួរតែខាងក្នុងមួយទៀតដែរព្រោះថាខ្ញុំត្រូវការប្រើមួយទៀតគឺ style ហើយបានយើងចាប់ផ្ដើមពាក្យ text style របស់យើងចឹងនៅក្នុង text style នេះយើងចង់អីគេមាន font size របស់យើងអាចប្រើ20ចុះហើយបន្ទាប់ពីហ្នឹងយើងប្រើ font weight របស់យើងអាចប្រើ font weight ហើយយើងដោតមកយើងប្រើពាក្យ bold មកព្រោះថាវាជាឈ្មោះអញ្ចឹងយើងមានចេះអានេះយើងអាចតែចេះវិញក៏បានដែរវាយើងតម្លាក់ space វាមកដើម្បីឲ្យយើងមើលទៅវាមានភាពងាយស្រួលនៅក្នុងការមើលទៅលើហ្នឹងអញ្ចឹងយើងមាន text style នេះអូខេឥឡូវយើងសាកមើលតែវាមានអូខេវាឃើញមកអញ្ចឹងនេះថាវាមាន round វាមានទាំង icon ហើយវាមានទាំងអក្សរឥឡូវខ្ញុំសូមបន្ថែមអក្សរ position មួយទៀតអញ្ចឹងយើងប្រើពាក្យដដែលនៅក្នុងនេះគឺយើងអាចប្រើពាក្យtouch អញ្ចឹង text នេះខ្ញុំប្រើនឹងកដោយើងប្រើឧទាហរណ៍ថា plotter developer អញ្ចឹងនៅក្នុងនេះគឺខ្ញុំអាចនឹងប្រើ style ដែរតែខ្ញុំបដូរពណ៌បានន័យថាពណ៌ឥឡូវយើងដាក់ text style សិនមកហើយក្នុងនេះគឺខ្ញុំអត់ប្រើ size font size ទេខ្ញុំប្រើ default គ្រាន់តែខ្ញុំដូរតែពណ៌ទេអញ្ចឹងពណ៌របស់យើងគឺយើងអាចយកពណ៌blue gray អីមកអាហ្នឹងអាស្រ័យទៅលើយើងអញ្ចឹងយើងសៀវសាកមើលអញ្ចឹងយើងឃើញហើយឥឡូវយើងមកមួយទៀតពាក់ព័ន្ធជាមួយនឹងឧទាហរណ៍ថាខ្ញុំដាក់ជា card ប៉ុន្តែវាជាជួរបដិក card ដែលយើងអាចប្រើបានឧទាហរណ៍ថា card របស់យើងជាអានេះគឺជា card ជួឈរអញ្ចឹងឥឡូវយើងមកមើលតើ card ជួបដេកវាមានលក្ខណៈម៉េចឧទាហរណ៍ card ហើយសារនេះគឺខ្ញុំប្រើជួបដេកឧទាហរណ៍ខ្ញុំប្រើ color ដើម្បីឲ្យយើងងាយស្រួលនៅក្នុងការមើលcolor ហើយឧទាហរណ៍ខ្ញុំប្រើ blue ចុះខ្ញុំប្រើ blue ហើយបន្ទាប់មកខ្ញុំប្រើមួយទៀតគឺ ឆាលរបស់យើងនៅក្នុងនេះគឺដូចរាល់ដងគឺពេលដែលយើងប្រើឆាលយើងប្រើ padding ទៅវាមានលក្ខណៈងាយស្រួលនៅក្នុងការនេះឥឡូវខ្ញុំប្រើ con ហើយបន្ទាប់ពី con មកគឺយើងប្រើ h all ហើយ value គឺខ្ញុំប្រើ16ដែរហើយឥឡូវយើងមានឆាលយើងមានពណ៌យើងមានអីហើយអស់ហើយ
ឥឡូវខ្ញុំសាកសៀវសាក់មើលតើវាចេញអត់chứវាចេញបែបនេះវាអត់ទាន់មានទិន្នន័យអីទេនៅក្នុងនេះឥឡូវយើងមកចាប់ផ្ដើមប្រើ row វិញម្ដងអញ្ចឹងនៅក្នុងនេះគឺយើងមានឆាលហើយយើងចាប់ផ្ដើមដោយ row វិញអញ្ចឹង row របស់យើងតើ row របស់យើងមានអីខ្លះ row របស់យើងគឺយើងមាន children អញ្ចឹងនៅក្នុង children របស់យើងនេះយើងអាចដាក់អីបានឧទាហរណ៍ថាខ្ញុំប្រើ icon នៅក្នុង icon នេះគឺយើងត្រូវបើកមុខកញ្ចក់មួយដែរដើម្បីយើងដាក់ icon មួយទៀតគឺយើងប្រើ icon data នឹងឯងតែ icon data របស់យើងគឺយើងដាក់ឈ្មោះហ្មងឈ្មោះ data ដែលយើងប្រើនៅក្នុង icon ឧទាហរណ៍ថា info ចុះអញ្ចឹងយើងមានdata info បើខ្ញុំសៀវវានឹងឃើញចេះអញ្ចឹងនេះជា icon ហើយនេះជាជួរផ្ដេក row ហ្នឹងគឺបានន័យថាវាទាញពីចំណុចនេះដល់ចំណុចនេះមកដោយសារយើងប្រើ padding នេះបានវាអត់ទៅដល់គៀន screen ទេគឺវានៅខាងនេះអីគឺវានៅតែនៅក្នុង screen នឹងឯងអញ្ចឹងបន្ទាប់មកនៅក្នុង icon ដែលនេះគឺយើងអាចសរសេរអក្សរនៅក្នុងនេះបានឥឡូវតោះមកសរសេរអក្សរទាំងអស់គ្នាមុននឹងសរសេរអក្សរគឺយើងដូចរាល់ដងយើងប្រើ space នេះទៅកុំឲ្យវាជាប់គ្នាពេកយើងប្រើ space ហើយយើងប្រើ size box របស់យើងនេះsize box អូខេ size box ហើយសារនេះជាទូទៅយើងប្រើ weight បើនេះចន្លោះជួរដេកនេះចន្លោះពីជួរមួយទៅជួរមួយវាមិនជាចន្លោះជួរឈរទេវាចន្លោះជួរដេកអញ្ចឹងយើងប្រើ weight ខ្ញុំអត់ប្រើ height ទេអញ្ចឹងយើងប្រើខ្ទង់10អីទៅបានហើយហើយអានេះយើងប្រើកាបៀខាងក្រៅហើយមួយទៀតក្រៅពីកាបៀហើយ sorry ខាងនេះយើងត្រូវមានកាបៀមួយដែរអូខេអញ្ចឹងបន្ទាប់មកទៀតយើងអាចប្រើធម្មតាដូចយើងប្រើនេះគឺយើងប្រើ extended ដែរឬក៏យើង directed text ក៏បានដែរតែនេះជាគំរូមួយដែលយើងប្រើជា sample យើងប្រើឲ្យអស់ទៅចឹងនៅក្នុង standard គឺយើងមាន child បន្ទាប់ពី child ហ្នឹងគឺនៅក្នុង child គឺមានអក្សរនឹងឯង text ហើយយើងដាក់ data របស់យើងខ្ញុំប្រើគ្នាបមកចឹងនៅក្នុងនេះឧទាហរណ៍ថាខ្ញុំសរសេរថា this is an example ចឹងពេលដែលយើងសៀវមកយើងនឹងឃើញហើយវាមានចន្លោះបើន័យថាពី icon មកអក្សរនេះគឺវាមានចន្លោះអញ្ចឹងនៅក្នុងនេះយើងអាចបន្ថែមពណ៌វិញមកព្រោះថាពណ៌យើងមើលទៅវាមានលក្ខណៈថាវាអត់ដូចអត់វា clash ជាមួយនឹងនេះអញ្ចឹងយើងប្រើ text style មកហើយ color របស់យើងអាចប្រើពណ៌សក៏បានដែរ white color មកនេះថា color និងពណ៌សនេះយើងសៀវមកយើងឃើញហើយវាមានពណ៌សតែបើយើងចង់ឲ្យអក្សរវាធំបន្តិចទៀតគឺយើងអាចបន្ថែមនេះមកបន្ថែមទៅលើ size មកឧទាហរណ៍ថា sorry text size របស់យើងវាគួរតែនៅក្នុងនេះយើងមាន text color ឧទាហរណ៍ថា size font size របស់យើងអាចដាក់20ចឹងពេលដែលយើងសៀវទៅគឺវាឃើញធំអញ្ចឹងអានេះជា sample មួយតែនៅក្នុងចន្លោះមួយទៅចន្លោះមួយនៅក្នុងកាតនេះដោយសារតែយើងអត់បានដាក់ space វាទេអញ្ចឹងវានៅគៀកគ្នាអញ្ចឹងបើយើងដាក់ឧទាហរណ៍ថាយើងប្រើ icon របស់យើង size box មកអូខេ size box មកហើយយើងដាក់ height ជាជួរឈរថាយើងដាក់12អីទៅហើយយើងគ្នាបខាងក្រៅមកយើងសៀវទៅអញ្ចឹងវាមាន space ហើយអញ្ចឹងអរគុណច្រើននៅក្នុងវីដេអូនេះខ្ញុំគិតថាវារៀងវែងបន្តិចប៉ុន្តែដើម្បីឲ្យយើងយល់ទៅទាំងអស់គ្នាអញ្ចឹងថ្ងៃនេះគឺយើងមានតែប៉ុណ្្នឹងហើយយើងនឹងជួបគ្នានៅក្នុងវីដេអូបន្ត